ជំរាបសួរនេះខ្ញុំឈ្មោះចន្ទយាគឺជាអ្នកគ្រប់គ្រងនៅក្លឹប Cambodian Top Team ចាបងសម្រាប់ខ្ញុំគិតថាគុណខ្មែរគឺមានគុណតម្លៃល្អមែនទែនព្រោះថាជាប្រភេទកីឡាមួយដែលជួយដល់សុខភាពមនុស្សទូទៅមានន័យថាតាមពិតប្រភេទកីឡាណាក៏ជួយដល់សុខភាពដែរគ្រាន់តែសម្រាប់យើងខ្ញុំគុណខ្មែរមិនត្រឹមតែជាការបង្ហាញអត្តសញ្ញាណក្បាច់គុណរបស់ខ្មែរយើងទេប៉ុន្តែបានចូលរួមចំណែកមួយយ៉ាងធំសម្រាប់មនុស្សទូទៅហាត់ជាលក្ខណៈសុខភាពបានទៀតចាស់ស្ដាយដូចនៅក្លឹប Cambodian Top Team របស់យើងផ្ទាល់ព្រោះថាយើងមិនត្រឹមតែបង្កើតនៅធនធានកីឡាករកីឡាការិនីផ្នែកគុណខ្មែរទេយើងក៏បាននៅបើកនៅជាការហាត់គុណខ្មែរសម្រាប់សុខភាពទៅដល់មនុស្សទូទៅហើយគ្រប់ជាតិសាសន៍ទៀតហើយក្លឹបរបស់យើងគឺមានជនជាតិច្រើនមហាត់មែនទែនហើយនេះជាអ្វីមួយដែលយើងចង់បានព្រោះក៏យើងគិតថាពេលខ្លះកីឡាមួយប្រភេទយើងគិតថាយើងត្រូវសម្រាប់តែប្រកួតទេប៉ុន្តែសម្រាប់គុណខ្មែររបស់យើងគឺយើងបើកទលំទលាយសម្រាប់មនុស្សទូទៅដើម្បីថែសុខភាពរបស់ខ្លួនឯងចាអញ្ចឹងអ្នកដែលគាត់មានអារម្មណ៍ថាគាត់សុខភាពស្អាតល្អឬក៏គាត់មានទម្លាប់មួយដែលមិនធ្លាប់ហាត់ប្រាណពួកគាត់អាចសាកល្បងហាត់គុណខ្មែរបានចាសម្រាប់យើងគិតថាដូចជាអត់មានទេបងសម្រាប់គុណខ្មែរដូចជាអត់មានទេហើយមិនថាតើយើងជាអ្នកដែលជាថាធនធានជំនាន់ក្រោយឬក៏ next generation រាល់ថ្ងៃហ្នឹងយើងអ្នកហាត់គុណខ្មែរផ្ទាល់យើងជាអ្នកស្នងគុណខ្មែរផងហើយក៏យើងជាអ្នកអនុវត្តមានថាយើងជាកីឡាករផងកីឡាការិនីផងជាទូទៅជនជាតិខ្មែរយើងអត់មានទម្លាប់ប្រកាន់ពូជសាសន៍ទេយើងស្វាគមន៍ជានិច្ចសម្រាប់មនុស្សទូទៅឬក៏គ្រប់ជាតិសាសន៍ដែលចូលមកហាត់ក្បាច់គុណខ្មែររបស់យើងហើយការប្រកួតដូចគ្នានៅពេលដែលយើងមានការប្រកួតរៀបចំការប្រកួតយើងតែផ្ដល់ឱកាសទៅដល់ជាតិសាសន៍ដទៃបរទេសឲ្យចូលរួមប្រកួតហើយមិនថាតែការរៀបចំដោយទៅតាមកម្មវិធីឯកជនឬក៏តាមបណ្ដាស្ថានីយ៍ទូទៅទេឬក៏តាមកម្មវិធីបរដ្ឋាភិបាលទេយើងតែផ្ដល់ឱកាសដល់មនុស្សទូទៅដើម្បីចូលរួមហាត់គុណខ្មែរនិងប្រកួតគុណខ្មែរចូលរួមជាមួយគ្នាទាំងអស់គ្នាតែម្ដងអត់មានការប្រកាន់ជាតិសាសន៍ណាទេបងសំខាន់មែនតើបើសិនជាបើយើងសិក្សាទៅលើសិលាចារឹកនៅតាមប្រាសាទអង្គរវត្តក៏បានឆ្លាក់ដែរមិនថាតែគុណខ្មែរទេយើងមានបង្ហាញទាំងក្បាច់គុណច្បាប់ទៀតដែលហៅថាសម័យលើកគេហៅថា martial art គឺយើងអាចទៅមើលសិលាចារឹកតាមប្រាសាទបានអញ្ចឹងក្បាច់គុណគឺបង្ហាញពីផ្នែកមួយវប្បធម៌របស់ប្រទេសមួយអញ្ចឹងគុណខ្មែរគឺជាផ្នែកមួយដែរតាមពិតគុណខ្មែរជាមេធាមួយនៃក្បាច់គុណបុរាណខ្មែររបស់យើងប៉ុន្តែគ្រាន់ថាគុណខ្មែរនៅក្នុងបច្ចុប្បន្នភាពនេះគឺមានភាពលេចធ្លោខ្លាំងដោយសារយើងកំពុងតែមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលផងពីបណ្ដាស្ថាប័នដែលជាប់ពាក់ព័ន្ធផងហើយស្របពេលដែលយើងកំពុងតែបណ្ដុះធនធានច្រើនហើយធនធានគុណខ្មែររបស់យើងកំពុងតែកើតឡើងច្រើនមែនទែនអញ្ចឹងជាផ្នែកមួយធ្វើឲ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយទៅកាន់ពិភពលោកឲ្យប្រទេសដទៃនិងជាតិសាសន៍ដទៃស្គាល់ពីក្បាច់គុណខ្មែររបស់យើងអញ្ចឹងក្រៅពីពួកគាត់ស្គាល់ប្រាសាទបុរាណស្គាល់ពីរមណីយដ្ឋានស្គាល់ពីសិល្បៈបុរាណសិល្បៈសម័យហើយក្បាច់គុណខ្មែរយើងគឺបានជួយផ្សព្វផ្សាយអំពីកម្ពុជាយើងបានច្រើនមែនតើចា៎ចាបងសម្រាប់នៅក្លឹប Cambodian Top Team របស់យើងគឺយើងមានបើចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យបានថាមកតែ8ថ្ងៃគ្រាន់ថាយើងបែងចែកថ្នាក់ជាគ្រប់ឬក៏ថ្នាក់ជា private សម្រាប់ថ្នាក់ជាគ្រប់របស់យើងគឺយើងបែងចែកថ្នាក់ weekday បានថាគាត់អាចបញ្ចេញមកហាត់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនិងថ្នាក់ weekend ថ្នាក់សៅរ៍អាទិត្យហើយ schedule របស់យើងគឺមានបែងចែកសម្រាប់ច័ន្ទដល់សុក្រក៏មាន3វេនមានពេលព្រឹកពេលថ្ងៃដល់ពេលសម្រាប់ថ្នាក់សៅរ៍អាទិត្យមានតែ2វេនទេហើយអ្នកដែលចង់ចូលរួមហាត់គឺអត់មានអីលំបាកទេគ្រាន់ថាអាចសួរព័ត៌មានតាមរយៈ Telegram តាមរយៈ Facebook page តាមរយៈ Instagram ឬក៏តាមរយៈការ call ផ្ទាល់ហើយគាត់អាចអញ្ជើញមកផ្ទាល់បានបើសិនជាគាត់មានសម្ភារៈហើយតែល្អទៀតគឺម្ដងចូលហាត់តែម្ដងគាត់គ្រាន់តែធ្វើការជ្រើសរើសថ្នាក់មួយដែលគាត់សមស្របទៅតាមពេលវេលារបស់គាត់គឺអាចហាត់បានទេបងចាអរគុណច្រើនសម្រាប់ការផ្ដល់នៅបទសម្ភាសន៍ហើយមកដល់ទីតាំងក្លឹប Cambodian Top Team តយើងពិតជាមានភាពរីករាយនិងស្វាគមន៍ដល់បងទាំងអស់គ្នាក្នុងការចូលរួមមកសម្ភាសន៍នៅទីតាំងរបស់យើងផ្ទាល់ហើយសម្រាប់ក្លឹប Cambodian Top Team ចង់បញ្ជាក់ថាក្លឹបយើងមិនត្រឹមតែជាក្លឹបមួយដែលបណ្ដុះបណ្ដាលធនធានមនុស្សតាមផ្នែកគុណខ្មែរនិង MMA ទេយើងក៏មានការបើកទូលំទូលាយសម្រាប់បងប្អូនទាំងអស់គ្នាគ្រប់ជាសាសទាំងអស់ឲ្យចូលរួមហាត់គុណខ្មែរនិង MMA ដូចគ្នាដែរអញ្ចឹងសម្រាប់បងប្អូនដែលចង់សាកល្បងកែប្រែទម្លាប់ឬក៏ចង់ផ្លាស់ប្ដូរអ្វីដែលថ្មីឬក៏ចង់សាកល្បងកីឡាថ្មីហើយជាប្រភេទកីឡាដែលជាបាច់គុណខ្មែររបស់យើងបងប្អូនទាំងអស់គ្នាអាចចូលរួមមកវឹកហាត់ជាមួយយើងបានមិនថាតែបងប្អូនជនជាតិខ្មែរឬក៏បរទេសទេហើយអាចសាកសួរព័ត៌មានតាមរយៈ page របស់យើងបានហើយ Cambodian Top Team រងចាំស្វាគមន៍ជានិច្ចហើយយើងសង្ឃឹមថាការចូលរួមហាត់
កូនខ្មែរនឹងមានការចូលរួមច្រើនពីជនជាតិខ្មែររបស់យើងជាពិសេសក្មេងចំនួនក្រោយអរគុណច្រើនបងអរគុណសម្រាប់ការសម្ភាសន៍ក្នុងថ្ងៃនេះអរគុណ